នេះអំពីការកម្លាំងធាតុគឺកម្លាំងបោះចក្រវាឡធាតុមានទឹកដីភ្លើងខ្យល់អាកាសធាតុអីចឹងតែនៅក្នុងចំណុចធាតុដែលគេនិយមយកប្រើក្នុងវិស័យមនោគមគឺកម្លាំងចក្រវាឡគេនិយមធាតុអាកាសនេះដូចជាយន្តព្រះនរាយសម្ដែងរត់យន្តព្រះកញ្ចាយណៈបែកភាគអីចឹងឬក៏ពុតពតសីមាអីចឹងគេហៅនៅពុតពតសីមាអញ្ចឹងគឺគេនិយមប្រើក្នុងធាតុអាកាសហ្នឹងឯងឬអាកាសធាតុនេះវាមានតម្រង់ចឹងមានតម្រង់ច្រើនបែបមានបច្រាស់មានបដោយហើយអាកាសធាតុហ្នឹងក៏មានចេះដែរមានខ្យល់បូកនឹងភ្លើងគេហៅភ្លើងញីឈ្មោលតែហេតុអីបានខ្លៅភ្លើងញីឈ្មោលសារនេះកម្លាំងខ្យល់នេះតិចកណ្ដាលនេះខ្យល់នេះកម្លាំងខ្យល់នេះតិចចង់ភ្លើងកាលណាកម្លាំងខ្យល់តិចភ្លើងវាខ្លាំងវាខ្លាយទៅជាភ្លើងញីឈ្មោលតែបើសិនជាកម្លាំងខ្យល់នេះធំភ្លើងទូចភ្លើងនឹងរលត់ហើយដូចជាស្តៀងការចម្រើនកសិនដែរកសិនទឹកគេចង់ឲ្យវត្ថុមួយរឹងមកទុនយើងចម្រើនកសិនទឹកឲ្យធំជាងយកកសិនទឹកឲ្យធំជាងមកដូចនេះភ្លើងញីភ្លើងឈ្មោលហើយមានភ្លើងញីនៅពីលើភ្លើងឈ្មោលនៅពីលើខ្លាយជាភ្លើងធំអញ្ចឹងភ្លើងចង់ឲ្យវាឆេះខ្លាំងយើងយកភ្លើងមកបន្ថែមមកហើយការប្រើកម្លាំងធាតុរបស់ចក្រវាឡនេះគឺយកទៅជួយដុតកម្លោចគ្រឿងសៅហ្មងគឺអពមង្គលពីខ្មោចព្រាយបិសាចផ្ទះខ្មោចនៅខ្មោចអីចឹងគេដែលខ្លាំងហ្មងគេអត់ប្រើអាគមផុតវិស័យនៃអាគមក៏គេប្រើធាតុកម្លាំងធាតុប៉ុន្តែអ្វីដែលផុតពីកម្លាំងធាតុគឺកម្លាំងកសិនហ្នឹងក៏យកទៅព្យាបាលនៅរោគ20ដែរដូចលោកពីមុនមកលោករៀនខាងអាគមពេលដល់ហើយអរូបតោងលោកខ្ញុំដឹងតែខ្ញុំអត់មាត់ទេពេលក្រោយមកលោកមកទូលសួរលោកសួរខ្ញុំមិនទូលទេលោកសួរខ្ញុំទៅខ្ញុំប្រាប់លោកឲ្យចាប់យកកសិនភ្លើងព្រោះខ្ញុំដឹងថាលោកមាននិស្ស័យនឹងកសិនភ្លើងលោកចាប់ឥឡូវអរូបជ្រះចេញពីខ្លួនលោកបកាយលោកសម្បុរដូចទៀនកំពុងឆេះចឹងគេហៅភ្លើងញីគឺសម្បុរដូចទៀនយើងកំពុងឆេះចឹងបើភ្លើងឈ្មោលសម្បុរដូចល្ងើភ្លើងដូចដែកដុតនៅលើភ្លើងចឹងតែនោះជាភ្លើងរបស់កសិននៅភ្លើងញីនេះភ្លើងឈ្មោលចឹងហើយពេលយើងទៅចងជន់ដេញខ្មោចយកអីគេយកហ្នឹងទៅពពាក់ធ្វើជាកម្លាំងរបស់ចក្រវាឡប៉ុន្តែបើយើងហាត់នៅកសិនយើងមិនបាច់ប្រើអាហ្នឹងពពាក់យើងយកអាហ្នឹងបរិទ្ធធ្វើកសិនទៅដេញខ្មោចរត់មិនទាន់ទេខ្មោចហើយកម្លាំងខ្យល់នេះគឺយកទៅប្រើស្នែខ្លាំងហើយខាងបែកភាគខាងរត់អីនោះគេប្រើកម្លាំងនេះខាងបក្រាបគេប្រើភ្លើងខ្យល់ភ្លើងគេប្រើមួយគ្នាអាចយកទឹកមកប្រើបានទៀតទឹកខ្ញុំដាក់ក្នុងនឹងដែរតែខ្ញុំដាក់នៅក្នុងនឹងដែរធាតុទឹកតែអត់មាននៅក្នុងអានេះវាខ្ញុំលើកតែមួយធាតុមកតែវាមានដោយភ្លើងអីចឹងហើយខ្ញុំឃើញល្អវាមានប្រយោជន៍សម្រាប់ការរៀនសូត្រទាំងកម្លាំងចក្រវាឡទាំងកម្លាំងផ្នែកអ្នករៀនអាគមបើបានចេះអាធាតុកម្លាំងធាតុហ្នឹងគឺជួយច្រើនណាស់ដូចអ្នកចេះកសិនហើយអត់សូវចាប់អារម្មណ៍នៅរឿងអាគមព្រោះកសិនជួយបានច្រើនណាស់បាទជួយបានច្រើនមែនតើចង់ខ្ញុំប្រហែលប៉ុណ្ណឹងព្រោះយល់ថាវាមានប្រយោជន៍សូមអរគុណ